បាទសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅវីដេអូមួយដែលតើតើនៅវីដេអូនោះគឺយើងអាចធ្វើការ green screen តើតើនឹងទៅលើវីដេអូ short របស់វីដេអូណាគេម្នាក់ដែលគាត់បានធ្វើការ post ចូលទៅក្នុង channel YouTube បាទអញ្ចឹងគឺខ្ញុំសូមធ្វើជាវីដេអូ green screen ដែលយើងអាចដាក់មុខរបស់យើងនៅលើវីដេអូ short បានអញ្ចឹងគឺខ្ញុំសូមជ្រើសរើសនៅប្រភេទនៃវីដេអូនេះមួយបាទបន្តមកទៀតបងប្អូនត្រូវធ្វើការចុចនៅត្រង់កន្លែងពាក្យ remix បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវរកមើលនៅពាក្យ green screen រាប់ពីលើចុះមកក្រោមជួរទី3បាទខ្ញុំចុច green screen បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការចុចនៅពាក្យ doneបាទអញ្ចឹងបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាអាចធ្វើការរងចាំបន្តិចបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងបានធ្វើការ green screen រួចរាល់ហើយសម្រាប់ផ្ទៃមុខរបស់ខ្ញុំនេះគឺខ្ញុំនឹងធ្វើការ zoom ឲ្យវាទួយបន្តិចបាទអញ្ចឹងគឺយើងដាក់ដៃយើងមេដៃនិងដៃឆ្អល់ទៅតាមនឹងកញ្ចក់អេក្រង់របស់យើងគឺយើងអាចធ្វើការព្រិចព្រមនៅរូបថតដែលយើងដាក់នៅលើ green screen នៅលើវីដេអូ short នេះបាទអញ្ចឹងជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងចង់ធ្វើជាវីដេអូ green screen ក៏វាមានអត្ថប្រយោជន៍ដែរវាអាចជួយឲ្យយើងស្វែងរកនៅចំនួន subscribe បានលឿនបាទអញ្ចឹងបន្តមកទៀតនៅពេលដែលយើងបានជ្រើសរើសនៅ photo របស់យើងដាក់នៅទីតាំងណាមួយដែលយើងចង់ដាក់ឬក៏លើក្រោមគឺយើងអាចធ្វើការ record នៅវីដេអូ green screen បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំចុចនៅត្រង់កន្លែងពាក្យសញ្ញាបកក្រហមនេះបាទអញ្ចឹងតើតើនឹងវីដេអូ green screen គឺវាបានធ្វើការដើរទៅបន្តិចម្ដងនៅពេលដែលវាបានធ្វើការដើរពេញគឺយើងត្រូវធ្វើការចុចនៅពាក្យ grid បាទអញ្ចឹងសម្រាប់វីដេអូ green screen របស់ខ្ញុំនេះគឺមាន15 second អញ្ចឹងគឺខ្ញុំនឹងធ្វើការចុចនៅពាក្យ grid បាទបន្តមកទៀតគឺខ្ញុំនឹងធ្វើការចុចពាក្យ next បាទអញ្ចឹងនៅពេលដែលយើងបានធ្វើការចុចពាក្យ next គឺយើងអាចធ្វើការ upload វីដេអូ green screen ចូលទៅក្នុង channel YouTube របស់យើងបាទអញ្ចឹងគឺខ្ញុំសូមដាក់ title ខ្ញុំដាក់កៅឡាក់បាទអញ្ចឹង hashtag គឺយើងប្រើធំជោគដាក់ subscribe ទៅបាទខ្ញុំដាក់ short បាទអញ្ចឹងគឺខ្ញុំសូមជ្រើសរើសយកប៉ុណ្ណេះហើយសម្រាប់ទីតាំងខ្ញុំដាក់ Cambodia ចុះបាទហើយតើទៅនឹង related video គឺយើងអាចធ្វើការដាក់បានប៉ុន្តែដោយសារ channel របស់ខ្ញុំនេះគឺវាថ្មីអញ្ចឹងគឺយើងអត់ទាន់អាចធ្វើការដាក់បានទេបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបន្តមកទៀត alternative content គឺខ្ញុំជ្រើសរើសយកពាក្យ no បាទខ្ញុំជ្រើសរើសយកពាក្យ uploadបាទអញ្ចឹងគឺយើងចូលទៅក្នុង channel របស់យើងគឺយើងជ្រើសរើសយកនៅពាក្យយល់វីដេអូបាទអញ្ចឹងសម្រាប់តកតងនឹងប្រភេទ green screen វីដេអូដែលខ្ញុំបានធ្វើការបង្ហាញនេះគឺវាបានធ្វើការ process បាទអញ្ចឹងឥឡូវនេះតកតងនឹងវីដេអូ short របស់ខ្ញុំគឺវាបានធ្វើការ upload public រួចរាល់ហើយបាទអញ្ចឹងឥឡូវគឺខ្ញុំសូមធ្វើការ refresh ទិន្នន័យដើម្បីឲ្យឃើញនៅវីដេអូ short របស់ខ្ញុំបាទឥឡូវគឺខ្ញុំសូមធ្វើការ play បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាអំពីរបៀបការធ្វើវីដេអូ green screen នៅលើទូរស័ព្ទដៃដើម្បីធ្វើជាបែបលក្ខណៈវីដេអូ short ដើម្បីយើងអាចធ្វើការ post ចូលទៅក្នុង channel YouTube របស់យើងដើម្បីអាចតាក់ទាញនៅចំនួន subscriber បានលឿនដែរបើសិនជាបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាចង់ធ្វើរបៀបនេះគឺអាចទស្សនាតាមជាការបង្ហាញចំពោះវីដេអូរបស់ខ្ញុំនេះបាទជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ